សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំនឹងមកបង្រៀនអំពីរបៀបបង្កើត ID VS នៅតាម app ដែលមាននៅលើទូរស័ព្ទដើម្បីយកមកប្រើប្រាស់តាមដែលយើងត្រូវការជាដំបូងយើងត្រូវ download កម្មវិធី app ដែលមាន app ហ្នឹងមានឈ្មោះថា Webin Koyong Kwanli បន្ទាប់ពីយើង download កម្មវិធីនឹងរួចហើយយើងចុចលើ app ហ្នឹងបន្ទាប់មកវានឹង load ទាំងបែបនេះបន្ទាប់មកយើងទៅចុចលើពាក្យថា Heaven Cape បន្ទាប់មកយើងទៅជ្រើសរើសពាក្យខាងក្រោមដែលមានពាក្យថា Webin Kunloja បន្ទាប់មកយើងទៅចុចពាក្យលើខាងលើនេះគឺខាងលើនេះគឺមានពាក្យថា Chonche Tonghe បន្ទាប់ពីចុចលើពាក្យ Chonche Tonghe ហើយយើងចុចលើពាក្យខាងក្រោមនេះដែលមានពាក្យថា Tonghe បន្ទាប់មកយើងវាយ ID របស់យើងចូលគឺឈ្មោះរបស់យើង ID ហ្នឹងគឺមិនថាឈ្មោះយើងឬឈ្មោះអី nickname របស់យើងទេយើងអាចដាក់បានយើងវាយចូលមកបន្ទាប់មកទៅយើងវាយត្រូវវាយលេខសម្ងាត់ដែលមានអក្សរចាប់ពី8ខ្ទង់ឡើងណាបន្ទាប់មកយើងត្រូវជ្រើសរើសសំណួរមួយដើម្បីយកមកឆ្លើយយើងជ្រើសរើសអីក៏បានដែរដែលយើងអាចចេះយើងអាចឆ្លើយបានយើងអាចជ្រើសបានដោយសារខ្ញុំសូមយកសំណួរខាងនេះគឺអកឯណាំនឹងជួគេឆាំងស៊ូនិនបន្ទាប់មកយើងត្រូវវាយលេខសម្ងាត់ដែលយើងចង់វាយលេខប្រហែលក៏បានតែអត់សំខាន់ទេចាប់ពី4ខ្ទង់ឡើងទៅល្អស្រាប់យើងដែរបន្ទាប់មកយើងត្រូវវាយលើឈ្មោះតំបន់ដែលយើងចង់ចាំហ្នឹងគឺមានឈ្មោះអីយើងវាយជាភាសាកូរ៉េក៏បានដែរតមកព្រោះថាយើងនៅផាជូស៊ីផាជូស៊ីមកបន្ទាប់មកយើងត្រូវវាយអ៊ីមែលរបស់យើងចូលយើងជ្រើសរើសមក Gmail បន្ទាប់មកយើងត្រូវវាយលេខទូរស័ព្ទរបស់យើងចូលបន្ទាប់មកយើងជិះពាក្យលើខែវាជាការស្រេចគឺមានថាយើងអាចចុះឈ្មោះបានហើយ ID មិញដែលយើងបង្កើតមិញបន្ទាប់មកយើងវាយទូលេខសម្ងាត់ដែលយើងបានដាក់បាញ់មិញបន្ទាប់មកចុចពាក្យ login បន្ទាប់មកវានឹងឲ្យធ្វើឲ្យយើងចុចបំពេញបន្ថែមទៀតលើcònយើងចុចលើពាក្យថា Sinwon Inchung Haki ក្រោយមកយើងចុចលើលេខ ID card របស់យើងហើយនិងលេខ passport របស់យើងវាក៏ជាការស្រេចហើយលេខ ID card គឺវាអស់មកលេខទាំង13ខ្ទង់បន្ទាប់មកយើងចុចលើលេខ passport របស់យើងបន្ថែមទៀតបន្ទាប់មកយើងចុចលើពាក្យកែងខុងយូស៊ីកផ្លោឆងបូឆូរីអេថងយ៉ាមីដាចុចលើពាក្យហ្នឹងមកគឺតើមកយើងចុចលើពាក្យអិនជឹងបន្ទាប់មកវានឹងដាក់ថាយើងបានចុះឈ្មោះវិសាចហាដូច្នេះយើងអាចធ្វើការ login បានបន្ទាប់មកយើងធ្វើការ login មកវាជាការស្រេចហើយវាយ ID ទៅ login ដូច្នេះវាយើងអាចបង្កើតបានហើយពេញលេញហើយក្នុងនេះផងដែរគឺគេបានបញ្ជាក់យើងហើយនៅក្នុងនេះយើងអាចមើលលើកិច្ចសន្យាផ្សេងឬមើល
ពីការណែនាំការងារផ្សេងៗបានអូខេអញ្ចឹងការបង្កើត ID របស់ app EPI គឺមានតែប៉ុណ្្នឹងឯងគឺងាយស្រួលបំផុតអូខេអរគុណជម្រាបលានៅពេលក្រោយខ្ញុំនឹងបង្កើតវីដេអូដើម្បីឲ្យបងប្អូនអាចចេះប្រើប្រាស់វិធីនៃការដាក់ពាក្យរកការងារធ្វើក៏ដូចជាវិធីនៃការដាក់ពាក្យស្នើសុំធ្វើលិខិតចាក់ចេញទៅផ្ទះអូខេអញ្ចឹងវីដេអូទី1នេះខ្ញុំសូមបញ្ចប់ត្រឹមនោះសិនចាំវីដេអូក្រោយយើងជួបគ្នាម្ដងទៀតអូខេបាយបាយ